តើអ្នកទាំងអស់គ្នាស្គាល់បិសាចមេឌូសាដែរទេឲ្យតែសម្លឹងចំភ្នែកនាងអ្នកនឹងប្រែខ្លាចជាដុំថ្មភ្លាមនៅលើលោកនេះមានបឹងមួយដែលមានអំណាចសាហាវដូចមេឌូសាអញ្ចឹងដែរឲ្យតែសត្វណាធ្លាក់ចូលបឹងនោះនឹងត្រូវកកស្ងួតប្រែទៅជារូបចម្លាក់ថ្មឈរងាប់ទាំងអស់ហើយនៅទីនោះគឺបឹងនេតុនឬបឹងមរណៈពណ៌ឈាមនៅអាហ្វ្រិកហើយរឿងរ៉ាវទាំងអស់នេះកើតឡើងនៅក្នុងឆ្នាំ2013នៅពេលដែលអ្នកថតរូបល្បីម្នាក់បានប្រទះឃើញសាកសពសត្វស្លាប់និងប្រជៀវរឹងកំព្រឹសស្ងួតចាស់ដោយរូបចម្លាក់ថ្មក្នុងសារមន្ទីរវិទ្យាសាស្ត្របានរកឃើញថាវាមិនមែនជាបណ្ដាសាទេតែជាគីមីសាស្ត្រកម្រិតបំផ្លាញបឹងនោះនៅក្បែរភ្នំភ្លើងដែលហូរចោះសារធាតុរ៉ែម្យ៉ាងឈ្មោះថាណេតុនដែលជាល្បាយផេះសូដាដែលជាមេមន្តអាគមបូមជញ្ជក់ជាតិទឹកចេញពីសាកសពដោយវិធីដែលជនជាតិអេស៊ីបបុរាណប្រើធ្វើម៉ាមីអញ្ចឹងដែរម្យ៉ាងទៀតទឹកបឹងនេះក្តៅរហូតដល់50អង្សានិងមានកម្រិតអាកាឡាំងខ្ពស់ខ្លាំងសន្ទុះ pH ឡើងដល់12ស្មើនឹងទឹកថ្នាំលាងបង្គន់ទៅហើយវាអាចរំលាយស្បែកនិងភ្នែករបស់សត្វក្នុងពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះនៅពេលសត្វស្លាប់ហោះកាត់ផ្ទៃទឹកចាំងដោយកញ្ចក់បានបោកបញ្ឆោតភ្នែកពួកវាឲ្យហោះដាំក្បាលចុះចូលក្នុងទឹកបឹងនោះហើយចិត្តរ៉ែក៏ជ្រាបចូលកកក្នុងខ្លួនពួកវារឹងខ្លាចជាតិដុំថ្មកំបោរជារៀងរហូតតែអ្វីដែលមិនគួរឲ្យជឿថានរកគីមីមួយនេះប្រែទៅជាជំរកដ៏សុវត្ថិភាពរបស់បក្សីមួយប្រភេទឈ្មោះថាសត្វ Flamingo ទៅវិញព្រោះជើងរបស់ពួកវាមានស្រទាប់ស្បែកក្រាស់ការពារជាកាត់ហើយគ្មានសត្វសាហាវណាហ៊ានហែកាត់ទឹកបឹងនោះមកស៊ីពួកវាឡើយផែនដីពិតជាពុះពេញទៅដោយអត្ថកំបាំងមែនចុះអ្នកទាំងអស់គ្នាហ៊ានទៅលេងបឹងនោះទេ comment ប្រាប់ខ្ញុំផងហើយកុំភ្លេចជួយចុច follow channel ខ្ញុំបាទប្រទើដើម្បីទទួលបានវីដេអូប្លែកៗសូមអរគុណ